តោះឡើយយើងតតិចណាតើតមួយតមេរៀនរបស់យើងយ៉ាងពីការបង្កើត blog នៃ web page អញ្ចឹងទី1តើតមួយសេចក្តីណែនាំអំពីការប្រើប្រាស់ភាសា HTML អញ្ចឹងមុននឹងយើងចូលទៅសរសេរ HTML យើងត្រូវមានកម្មវិធីរបស់វាសិនណាកម្មវិធីពីមុនយើងអាចប្រើ Notepad ហ្នឹងគឺវាជាប់មកជាមួយនឹង Windows Office របស់យើងឬក៏ Notepad Flash គឺយើងអាចប្រើបានតែឥឡូវយើងប្រើឲ្យវាងាយស្រួលជាងមុនគឺយើងប្រើ VS Code ឬក៏ Visual Studio Code ណាអញ្ចឹងយើងត្រូវដឹងពីទី2តើតើមួយ HTML basic ហ្នឹងអីទៅជា HTML HTML គឺពាក្យពេញរបស់វាគឺមកពីពាក្យថា Hypertext Markup Language ណាជាភាសាសម្រាប់បង្កើតគេហទំព័រភាសាដំបូងណាតមកទៀតយើងតទៅមួយ basic HTML tag HTML tag គឺជាអីគេគឺជាមូលដ្ឋាន web page មួយត្រូវមាន tag សំខាន់ចំនួន2បាន tag គឺនិយាយអំពី open tag និង close tag ហ្នឹងណាអញ្ចឹង tag សំខាន់2គឺយើងត្រូវមានអីគេ HTML និង body ដោយពុំបានដោយខាតពុំបានន័យថានៅក្នុង website មូលដ្ឋានគ្រឹះរបស់យើងគឺយើងត្រូវមាន open tag តទៅមួយ HTML open tag ហ្នឹងគេចង់និយាយអំពីនេះអានិមិត្តសញ្ញានេះណាតោះណាអាហ្នឹងគេហៅ open tag HTML ណាអាហ្នឹង open tag ចុះ close tag ណា close tag គឺបាន HTML ដាក់តែមានសញ្ញានេះអាហ្នឹងគឺបិទ close tag គឺនិយាយអំពីបិទ tag ណាអញ្ចឹងមាន HTML មួយទៀត HTML close tag អញ្ចឹងទម្រង់ទូទៅរបស់យើងគឺយើងចូលមកដល់តទៅជាមួយនឹងកូដតទៅមួយកូដយើងតាមពិតវាមានច្រើនតែឥឡូវយើងនិយាយតែពីរសិននិយាយពីរគឺនិយាយអំពីHTMLណាដល់មកទៀតគឺនិយាយអំពីbody អញ្ចឹងនេះគឺ open text close text របស់យើងគឺមានសញ្ញា h នេះ HTML មានសញ្ញានេះណាអានេះថា close text អញ្ចឹងគឺនិយាយ open text close text អញ្ចឹងដល់ពេលដែលយើងសរសេរនៅក្នុង Visual Studio Code របស់យើងដល់ពេលដែលយើងសរសេរ open text គឺវាបិទ close text ឲ្យយើងបានហើយគាត់ខ្ញុំសរសេរ HTML ចប់ខ្ញុំបិទទៅអានេះវាលោតចេញទៅណាអាហ្នឹងងាយស្រួលការសរសេរ programអញ្ចឹងយើងបាច់ចាំបិទទេគឺវាបិទឲ្យយើងសូម្បី body ក៏ចឹងដែរដល់ពេលដែលខ្ញុំសរសេរ open text body គឺវានឹងមានអីគេ close text body ណាវាបិទឲ្យយើងបើតែប៉ុណ្នេះអានេះវាបិទឲ្យយើងអូតូណាអញ្ចឹងយើងមើលពីចំណុចពីរសំខាន់គឺ open HTML និង body ដោយពុំខានពុំបានឡើយបើគ្មាន tag នេះទេនោះ web browser ពុំដឹងជាទៅរកតួអង្គសេចក្តីបានតែដល់ពេលដែលយើង run ទៅវាអត់ដឹងថាមួយណាគឺជាកន្លែងrun ទេបានតែកន្លែងបង្ហាញទេតាមពិតដល់ពេលដែលយើងប្រើ Visual Studio គឺអាចចេញប៉ុន្តែគាត់ថាទម្រង់ទូទៅនៃការសរសេរដល់ពេលដែលយើងយកវាទៅ upload យើងត្រូវការឲ្យវាមានគ្រប់សពកុំឲ្យវា error នៅពេលដែលយើងខ្វះអីមួយចែកដល់នេះវានៅពេលយើង upload ទៅ error រកកន្លែងអត់ឃើញទេណានេះគឺជាទម្រង់កូដណាអញ្ចឹង HTML open text close text body របស់យើងតែដល់ពេលដែលយើងសរសេរយើងតម្លាក់អានេះក្រោមមកហើយការសរសេរកូដគឺយើងសរសេរបែបនេះណាយើងអាចឲ្យវាស្មើគ្នាទេនៅពេលខ្លះយើងសរសេរទៅស្មើគ្នាគឺអត់អយនៅពេលដែលយើងរកកន្លែងកែរកពិបាកក្នុងការកែបានន័យថាខ្ញុំចង់កែកូដកន្លែងណាមួយវាស្មើគ្នាទៅអស់អញ្ចឹងរចនាសម្ព័ន្ធវាយើង